នាងខ្ញុំសូមជម្រាបសួរប្រិមិត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីកម្មវិធីសុខភាពខ្ញុំបានវិលមកជួបលោកស្រីនាងកញ្ញាជាថ្មីម្ដងទៀតជារៀងរាល់សប្តាហ៍កម្មវិធីសុខភាពខ្ញុំបានសហការជាមួយនឹង Clinic Princess ដើម្បីបង្កើតនូវប្រធានបទជាច្រើនដែលតាក់ទងទៅនឹងបញ្ហាសុខភាពដើម្បីជូនទៅដល់លោកស្រីនាងកញ្ញាបានទស្សនាស្វែងយល់សម្រាប់សប្តាហ៍នេះយើងបានលើកយកនៅប្រធានបទមួយទៀតដែលផ្ដោតសំខាន់ទៅលើមេរោគក្រពះនិងជំងឺមហារីកក្រពះតើអ្វីទៅដែលយើងហៅថាជាមេរោគក្រពះហើយអ្វីទៅជាមហារីកក្រពះយើងគួរតែមានវិធីសាស្ត្រយ៉ាងណាដើម្បីការពារនិងព្យាបាលនោះនៅក្នុងថ្ងៃនេះគឺមានវត្តមានរបស់លោកសាស្ត្រាចារ្យវិជ្ជបណ្ឌិត Florence លោកគឺជាអ្នកឯកទេសផ្នែកជំងឺឆ្លងនិងជំងឺទូទៅដែលលោកវិជ្ជបណ្ឌិតអញ្ជើញមកពីសហរដ្ឋអាមេរិកដូច្នេះសូមគោរពអញ្ជើញប្រិយមិត្តទស្សនិកជនទស្សនានៅបទបង្ហាញដែលបង្ហាញជូនដោយលោកវិជ្ជបណ្ឌិត Florence ទាំងអស់គ្នា Clinic Princess មានកម្មវិធីពិសេសសម្រាប់អតិថិជនគឺផ្ដល់ការពិនិត្យសុខភាពពិសេសសម្រាប់ស្ត្រីការពិនិត្យទូទៅលើរាងកាយការពិនិត្យស្រាវជ្រាវរោគមហារីកដោះការពិនិត្យស្រាវជ្រាវរោគមហារីកមាត់ស្បូនការបង្ករោគតាមផ្លូវបន្តពូជស្ត្រីព័ត៌មានបន្ថែមសូមតាក់ទងមកបុគ្គលិក Clinic Princess តាមរយៈលេខទូរស័ព្ទនិងអាសយដ្ឋានខាងក្រោម សួរខ្ញុំជាមកកវិត Florence នៅភ្នំពេញខ្ញុំចង់ស្វាគមន៍បច្ចុប្បន្នទាំងអស់ដែលជាបរិមាណសំខាន់ព្យាបាលជំងឺក្រពះប៉ុន្តែវាគួរខ្ញុំជាភាសាខ្មែរអត់សូវច្បាស់ខ្ញុំត្រូវការបបព្រែខ្ញុំចង់ណែនាំលោកនេះដែលជាលោកចយគាត់ជាភាសាខ្មែរលោកអត់ឈានលោកចយថ្ងៃនេះ Clinic Princess មានកិត្តិយសបានលើកយកប្រធានបទមួយនិយាយអំពីមេរោគ Helicobacter pylori និងជំងឺមហារីកក្រពះមកចែកជូនបងប្អូនប្រជាជនកម្ពុជាដើម្បីយល់ដឹងទុកជាអត្ថប្រយោជន៍ក្នុងការរស់នៅប្រចាំថ្ងៃ Next slide please ជាសំណួរសួរថាតើអ្វីទៅជាមេរោគ Helicobacter pylori មេរោគ Helicobacter pylori គេថាវាជាពពួកមីក្រូបជាពពួកមេរោគល្អិតណាដែលជាទូទៅមេរោគ Helicobacter pylori វាបង្កជំងឺនៅនឹងក្រពះរបស់មនុស្ស It's very small. It cannot be seen. រូបនេះបង្ហាញអំពីសរីរាង្គរបស់មនុស្សមានបំពង់អាហារនិងក្រពះមេរោគ Helicobacter pylori អាចចូលមកក្នុងក្រពះមនុស្សតាមរយៈការទទួលទានចំណីអាហារមិនស្អាតតាមរយៈដៃយើងមិនបានលាងឲ្យបានត្រឹមត្រូវជាប់ដោយមេរោគចូលមកហើយមេរោគនេះបង្កបញ្ហាសំខាន់គឺបង្កឲ្យមានជំងឺរលាកក្រពះពោះវៀនរបស់មនុស្សដែលជាបញ្ហាសំខាន់ដែលយើងត្រូវចូលរួមគ្នាធ្វើការរូបវិនិច្ឆ័យនិងព្យាបាលបានត្រឹមត្រូវ magnifying loop រូបនេះបង្ហាញអំពីដៃមនុស្សដែលមានមេរោគទោះបីថាយើងដៃលើកមកស្អាតអត់មានប្រឡាក់អីក៏ដោយប៉ុន្តែបើសិនជាយើងយកដៃនោះទៅពិនិត្យក្នុងមីក្រូស្កូបយើងនឹងបានឃើញថានៅដៃមនុស្សដែលមិនទាន់បានលាងសម្អាតត្រឹមត្រូវគឺមានមេរោគជាច្រើនដែលនៅផ្ទុកនោះហើយក្នុងនោះមេរោគ Helicobacter pylori ដែលជាមេរោគបង្កជំងឺរលាកក្រពះពោះវៀនក៏មានវត្តមាននៅក្នុងដៃមនុស្សដែលមិនបានលាងសម្អាតនិងសម្បួរបានស្អាតនោះផងដែរ contact between hands សំណួរសួរថាតើមេរោគ Helicobacter pylori អាចឆ្លងទៅមនុស្សបង្កឲ្យមានការកើតជាជំងឺរលាកក្រពះពោះវៀនតាមវិធីណាអញ្ចឹងមេរោគនេះអាចឆ្លងចូលមនុស្សតាមរយៈការបរិភោគចំណីអាហារជាពិសេសទឹកដែលមិនបានស្អាតទឹកដែលមិនបានដាំចម្អិនឲ្យបានពុះមិនបានសម្លាប់មេរោគឲ្យបានងាប់ចំណីអាហារទាំងឡាយណាដែលមិនចម្អិនឲ្យបានត្រឹមត្រូវមិនបានលាងសម្អាតបន្លែផ្លែឈើដែលមិនបានលាងសម្អាតឲ្យបានត្រឹមត្រូវដៃដែលចាប់កាន់របស់មានមេរោគហើយយកទៅទទួលទានចំណីអាហារមិនបានលាងនឹងសម្បូរនឹងផេះសម្រាប់មេរោគមុននឹងការទទួលទានចំណីអាហារអញ្ចឹងកត្តាទាំងអស់នេះទាំងទឹកក៏ដោយចំណីអាហារក៏ដោយដៃដែលមិនបានលាងសម្អាតក៏ដោយនេះគឺជាប្រភពដ៏សំខាន់នៃការចម្លងមេរោគ Helicobacter pylori ឲ្យចូលទៅបង្កជំងឺនៅក្នុងក្រពះរបស់យើងក្នុងនោះដែរយើងបានលើកយកប្រធានបទមួយនិយាយអំពីជំងឺមហារីកក្រពះខ្ញុំសួរថាតើជំងឺមហារីកក្រពះមានទំនាក់ទំនងអ្វីនឹងមេរោគ Helicobacter pylori តាមការសិក្សាបង្ហាញថានៅពេលដែលអ្នកជំងឺមានមេរោគ Helicobacter pylori នៅក្នុងក្រពះបង្កឲ្យមានជំងឺរលាកក្រពះដំបៅក្រពះហើយគេសិក្សាទៅឃើញថាមានបញ្ចុះមានមនុស្សមួយចំនួនបានវិវត្តទៅជាមហារីកក្រពះអញ្ចឹងជំងឺមហារីកក្រពះនិងការបង្កជំងឺដោយមេរោគ Helicobacter pylori នេះគឺគេសិក្សាទៅថាមានទំនាក់ទំនងគ្នាគេសិក្សាទៅឃើញថាអ្នកជំងឺដែលមានជំងឺមហារីកក្រពះបន្ទាប់មកយើងបូមឈាមគាត់យកទៅពិនិត្យរោមេរោគ Helicobacter pylori ហ្នឹងក្នុងនោះគេបង្ហាញថា 90% នៃអ្នកជំងឺបានន័យថា10នាក់មាន9នាក់ដែលមានជំងឺមហារីកក្រពះហ្នឹងគឺមានវត្តមានមេរោគ Helicobacter នៅក្នុងក្រពះរបស់គាត់ ហ
ហើយក្រៅពីហ្នឹងអ្នកជំងឺមហារីកដទៃទៀតដែលមិនមែនជាមហារីកកាពះទេហើយគេសាកធ្វើ blood test យកបូងឈាមគាត់យកទៅរោគមេរោគគឺគេឃើញថាមានវត្តមានមេរោគជាង 80% ដែរអញ្ចឹងក្នុងតួលេខនេះបញ្ជាក់ថាមេរោគ Helicobacter pylori គឺនៅក្នុងកាពះរបស់មនុស្សស្ទើរតែគ្រប់គ្នា Next slide please. ទិន្នន័យនៃប្រជាជនកម្ពុជាដែលមានមេរោគកាពះក្នុងនោះមនុស្ស10នាក់ប្រជាជនកម្ពុជា10នាក់ក្នុងនោះមាន5នាក់ហើយដែលមានមេរោគ Helicobacter pylori នៅក្នុងកាពះដែលបង្កឲ្យមានជាជំងឺរលាកកាពះនិងដំបៅកាពះពោះវៀន acquire this type of infectious organism សួរថាតើមេរោគ Helicobacter នៅក្នុងកាពះពោះវៀនវាបង្កឲ្យមានបញ្ហាអ្វី You can say that គេថាមនុស្សភាគច្រើនដែលមានមេរោគកាពះពោះវៀន are not affected by ហើយគេពិនិត្យឈាមទៅឃើញថាមានមេរោគ Helicobacter pylori នៅក្នុងកាពះរបស់គាត់ហើយតែមនុស្សភាគច្រើនអត់មានជាសញ្ញាទេអញ្ចឹងបានន័យថាដូចយើងបង្ហាញ slide ខាងមុខអញ្ចឹងថាប្រជាជនជាង 80% នៃប្រជាជននៅអាស៊ីគឺមានវត្តមានមេរោគ Helicobacter pylori នៅក្នុងឈាមរបស់គាត់ប៉ុន្តែមនុស្សមួយចំនួនធំមិនមានចេញជាសញ្ញាទេបានន័យថាមេរោគវារស់នៅក្នុងកាពះយើងមិនបណ្ដាលឲ្យមានបញ្ហាទុកទោសមិនបង្កឲ្យមានជាសញ្ញាអីធំដុំដល់អ្នកជំងឺទេអញ្ចឹងអ្នកជំងឺមួយចំនួនគាត់អត់ចាប់អារម្មណ៍ថាគាត់មានបញ្ហាកាពះទេដោយសារគាត់អត់មានសញ្ញាស្ដែងចេញថាគាត់មានសញ្ញាជាជំងឺរលាកកាពះឬដំបៅកាពះទេបន្ទាប់ពីយើងរកឃើញថាមានវត្តមានមេរោគ Helicobacter មេរោគកាពះហ្នឹងដែលនៅក្នុងកាពះហើយសួរថាការព្យាបាលដោយសារការប្រើថ្នាំពពួក antibiotic ដែលខ្មែរនិយមហៅថាជាពពួកថ្នាំផ្សះតើមានសារៈសំខាន់ដែរឬទេចម្លើយទៅលើសំណួរហ្នឹងឆ្លើយថាការព្យាបាលដោយប្រើពពួកថ្នាំផ្សះហ្នឹងគឺមានសារៈសំខាន់ណាស់ទៅលើអ្នកជំងឺទាំងឡាយណាដែលមានជំងឺដំបៅកាពះពោះវៀនអ្នកជំងឺដែលមានជំងឺរលាកកាពះក្នុងនោះឯងថ្នាំពពួក antibiotic ដែលប្រើទៅសម្លាប់មេរោគ Helicobacter pylori នេះក៏មានប្រសិទ្ធភាពផងដែរទៅលើអ្នកជំងឺដែលមានបញ្ហាពិបាករំលាយអាហារអ្នកជំងឺដែលឧស្សាហ៍ភើខ្យល់ឬក៏ភើចេញតាមមានជាតិអាស៊ីតចេញមកក្នុងមាត់អញ្ចឹងតាមការសិក្សាភាគច្រើនគឺគេធ្វើការព្យាបាលទៅលើអ្នកជំងឺដែលមានជំងឺរលាកកាពះពោះវៀនប៉ុន្តែក្នុងនោះក៏គេអាចព្យាបាលទៅលើអ្នកជំងឺដែលមានសញ្ញាដូចខ្ញុំបានជំរាបថាគាត់មានសញ្ញាមិនសំណុកក្នុងពោះពិបាករំលាយអាហារឬក៏គាត់ចេះតែអាសាភើផងដែររូបនេះបង្ហាញអំពីដំបៅនៅក្នុងកាពះគេលូកកាមេរ៉ាតាមម៉ាស៊ីនចូលតាមបំពង់អាហាររបស់គាត់ចូលទៅដល់ក្នុងកាពះគេបានថតទៅឃើញថាគាត់មានជំងឺដំបៅកាពះនេះគឺយើងថតដោយប្រើម៉ាស៊ីន endoscopy ដើម្បីលូកទៅថតទិដ្ឋភាពផ្ទាល់នៅក្នុងកាពះរបស់អ្នកជំងឺបានបង្ហាញថាគាត់ពិតជាមានជំងឺរលាកកាពះដំបៅកាពះនឹងពិតមែនដូចគ្នានេះរូបនេះក៏បង្ហាញអំពីជំងឺដំបៅកាពះផងដែរជំងឺដំបៅកាពះគេអាចលូកកាមេរ៉ាចូលទៅក្នុងកាពះរបស់គាត់គេឃើញថាមានដំបៅមានការហូរឈាមជាងការមានឈាមកកនៅក្នុងកាពះរបស់គាត់ជាងសួរថាតើជំងឺកាពះពោះវៀនបង្កឡើងដោយមេរោគ Helicobacter ហ្នឹងវាឲ្យជាសញ្ញាអ្វីខ្លះទៅលើអ្នកជំងឺតើអ្នកជំងឺមកត្អូញត្អែប្រាប់ថាគាត់មានបញ្ហាអ្វីខ្លះដែលយើងគិតថាគាត់មានជំងឺរលាកកាពះពោះវៀនហើយអាចនឹងបណ្ដាលមកពីមេរោគ Helicobacter ហ្នឹងដូចខ្ញុំបានជំរាបពីមុនអញ្ចឹងអ្នកជំងឺមួយភាគធំគឺមិនបានដឹងថាគាត់មានមេរោគមានជំងឺកាពះឬពោះវៀននោះទេដោយសារតែមេរោគវានៅក្នុងកាពះពោះវៀនតែវាអត់បណ្ដាលជាទុកទោសមិនបង្ហាញជាសញ្ញាឲ្យអ្នកជំងឺឃើញចេញជាសញ្ញាពិបាកក្នុងខ្លួនឈឺចុកចាប់ទេក្នុងនោះឯងមានអ្នកជំងឺមួយចំនួនទៀតគាត់មកត្អូញត្អែប្រាប់ថាគាត់មានពិបាកក្នុងការរំលាយអាហារពិសាបាយពិសាចំណីអាហារទៅមានអារម្មណ៍ណែនក្នុងពោះក្រចុះក្ររំលាយអ្នកជំងឺបង្ហាញថាគាត់មានសញ្ញាក្អួតចង្អោរឧស្សាហ៍ក្អួតឧស្សាហ៍ចង្អោរគាត់ឧស្សាហ៍ហើមពោះពិបាកបត់ជើងមិនសូវដើរខ្យល់ Next slide please អញ្ចឹងសួរថាតើទៅនៅពេលណាខ្លះដែលយើងគួរតែធ្វើតេស្តរោគវត្តមានមេរោគ Helicobacter នៅក្នុងកាពះពោះវៀនរបស់អ្នកជំងឺអញ្ចឹងអ្នកជំងឺទាំងឡាយណាដែលមកជួបគ្រូពេទ្យហើយគាត់ត្អូញត្អែថាគាត់មានឈឺក្នុងពោះគាត់ក្តៅក្រហាយនៅតំបន់កាពះរបស់គាត់ក្រោមឆ្អឹងសន្ទះទ្រូងយើងហ្នឹងគាត់ចេះតែអាសាក្អួតអាសាចង្អោរគាត់អាសាភើគាត់ឈឺក្តៅកាហាយនៅក្នុងពោះអាសាឈឺជួនកាលគាត់ឈឺតាមក្រោយឆ្អឹងសន្ទះទ្រូងចឹងអ្នកជំងឺទាំងអស់ហ្នឹងគួរតែធ្វើតេស្តដើម្បីរកវត្តមានមេរោគ Helicobacter pylori នៅក្នុងកាពះពោះវៀនរបស់គាត់ហើយបើសិនជាលទ្ធផលបង្ហាញថាគាត់មានវត្តមានមេរោគនៅក្នុងកាពះគាត់គួរតែត្រូវបានការព្យាបាលឲ្យបានត្រឹមត្រូវ
It's not commonly available in Cambodia, but អញ្ចឹងសួរថាតើមានវិធីសាស្ត្រអីខ្លះដើម្បីដាក់រោគវិនិច្ឆ័យទៅលើអ្នកជំងឺម្នាក់ថាគាត់មានវត្តមានមេរោគ Helicobacter នៅក្នុងកាពះរបស់គាត់ ចឹងនៅក្នុងប្រទេសកម្ពុជាយើងមានវិធីសាស្ត្រជាច្រើនដែលយើងអាចយកមកប្រើដើម្បីរោគវត្តមានមេរោគនៅក្នុងកាពះហើយដែលលទ្ធផលទាំងនោះសុទ្ធតែយើងអាចទទួលយកបានក្នុងនោះគេអាចសុំលាមករបស់អ្នកជំងឺដើម្បីរោគវត្តមានមេរោគនៅក្នុងលាមករបស់គាត់ព្រោះថាមេរោគ Helicobacter វានៅក្នុងកាពះនៅក្នុងពោះវៀនរបស់អ្នកជំងឺអញ្ចឹងអ្នកជំងឺបត់ជើងមកគាត់អាចដោយមេរោគចូលក្នុងលាមករបស់គាត់អញ្ចឹងយើងអាចយកលាមករបស់គាត់ហ្នឹងទៅរោគមេរោគនៅក្នុងលាមកមានតេស្តមួយទៀតគឺពពួកគេហៅ urea breath test គឺការផ្លុំខ្យល់រោគមេរោគកាពះនេះជាបច្ចេកវិទ្យាចុងក្រោយដែលយើងប្រើប្រាស់ដើម្បីរោគវត្តមានមេរោគនៅក្នុងកាពះក្រៅពីហ្នឹងយើងមានការបូមឈាមឬក៏ការលូកទៅយោចូលទៅក្នុងកាពះរបស់គាត់ហើយច្រាប់សាច់កាពះរបស់អ្នកជំងឺយកទៅមើលរោគវត្តមានមេរោគនៅក្នុងកាពះរបស់គាត់ រូបនេះបង្ហាញអំពីការធ្វើតេស្តមួយក្នុងការរោគវត្តមានមេរោគ Helicobacter គឺយើងហៅ urea breath test មុនហ្នឹងគឺវិធីផ្លុំខ្យល់ហើយតេស្តនេះគឺឥឡូវបាននាំមកហើយគឺមានតែនៅ clinic princess មួយទេដែលមានតេស្តប្រភេទនេះតេស្តប្រភេទនេះគឺផ្ដល់នៅប្រសិទ្ធភាពខ្ពស់ក្នុងការរោគវត្តមានមេ